Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាយខណ្ឌនារីជាបន្តមកពីរាជធានីភ្នំពេញនាងមានអាយុ23ឆ្នាំនាងទទួលបានការលើកទឹកចិត្តខ្លាំងមែនទែនពីក្រុមគ្រួសាររបស់នាងខ្ញុំឈ្មោះសមុទ្រស្រីកាគឺជាបាយខណ្ឌនារីមកពីរាជធានីភ្នំពេញប្រហែលជា6-7 ឆ្នាំកាលនេះខ្ញុំរៀននៅបឋមសិក្សានេះខ្ញុំបានទៅប្រឡងនៅក្នុងសាលាហើយក៏បានជាប់ជាលេខ2ជាប់ចំណាត់ថ្នាក់លេខ2បន្ទាប់មកនេះខ្ញុំក៏មានចំណាប់អារម្មណ៍ថានេះខ្ញុំស្រឡាញ់វិស័យសិល្បៈកាន់តែខ្លាំងឡើងនេះខ្ញុំក៏បានដាក់ពាក្យទៅប្រឡងនៅបស្ថានីយ៍ផ្សេងដោយសារតែការនោះនេះខ្ញុំមានអាយុតិចពេកអញ្ចឹងស្ថានីយ៍គេមិនអាចទទួលយកបានហើយនេះខ្ញុំក៏មានការបាត់បង់ទឹកចិត្តម្ដងទៀតបន្តិចទៀតនេះនាងខ្ញុំនឹងឡើងបញ្ចេញសមត្ថភាពដើម្បីឲ្យខូចទាំង4រើសយកខ្ញុំដើម្បីដណ្ដើមជ័យលាភីសូមគំភ្លេចខ្ញុំណាមនុស្សអ្នកនេះក៏ឲ្យក៏ដោយបងទាំងរៀនស្រក់ហូររពេលនឹងបងតែមិនដែលរំខានបងជាមួយគេឡើយមានអារម្មណ៍ថាខ្លួនឯងឲ្យកាលណាមានអារម្មណ៍ថាគ្មានអ្នកយល់ចិត្តមនុស្សយើងស្នេហ៍មិននៅចិត្តស្នេហ៍គេពិតមិនមែនយើងទេមិនអាចបងស្ដីអូនអរគុណអូនឈ្មោះអីដែរខ្ញុំឈ្មោះសមុទ្រស្រីកាស្រីកាបាទចាស្រីកាសពថ្ងៃរស់នៅទីណាដែរខ្ញុំនៅភ្នំពេញហ្មងអ្នកភ្នំពេញណាចាបាទអ្នកភ្នំពេញអូខេស្រីកាថ្ងៃនេះធ្វើបានល្អបាទបទរបស់សុគន្ធកញ្ញាបេះដូងឯកាបាទបទនេះក៏លេងឯកាគាត់មានលោក3ដែលចុចគុណអបអរសាទរដល់ប្អូនដែលទទួលបានខូចមួយដ៏ល្អហើយក៏មានបទពិសោធន៍ជាច្រើនដែលបានចុចយកប្អូនក៏ប៉ុន្តែប្អូនមានចំណុចខ្វះខាតបន្តិចបន្តួចក៏ប៉ុន្តែប្រហែលជាមកពីអារម្មណ៍យើងអត់ទាន់ស្រួលណាភ័យឬមួយក៏យ៉ាងម៉េចក៏ប៉ុន្តែប្អូនធ្វើបានល្អថ្ងៃនេះអញ្ចឹងយើងសហការជាមួយនឹងបងរិទ្ធហើយគាត់នឹងបង្ហាត់បង្ហាញប្អូនពីអ្វីដែលប្អូនអត់មាននិងបន្ថែមនៅអ្វីដែលប្អូនគ្មានអញ្ចឹងជូនពរឲ្យប្អូនជោគជ័យជាមួយបង្រិតនៅក្នុងកម្មវិធីរបស់នេះអរគុណសម្រាប់សៃកាជាមូលហេតុដែលបងចុចប៊ូតុងជ្រើសរើសយកប្អូនដោយសារទី1ប្អូនមានសម្លេងមូលទោះបីថាបទនេះទាមទារឲ្យមានសម្លេងខ្លាំងច្បាស់និងកម្លាំងក៏ដោយប៉ុន្តែប្អូនមានសម្លេងមួយមូលបោះស្រាយបទនេះទៅគឺមួយបែប មានន័យថាបងអូនបកស្រាយបានល្អមួយបែបផ្សេងពីកញ្ញាចាជាបទកញ្ញាតែសម្លេងគាត់អត់មានដូចកញ្ញាគាត់ជាសម្លេងរបស់គាត់មកជាសម្លេងរបស់បងតើមានន័យថាបងចាប់អារម្មណ៍ត្រង់ថាបងអូនមានសម្លេងមូលហើយផ្អែមគាត់ថាចំណុចខ្វះខាតពេលដែលកន្លែងស្អែកបងអូនប្រញាប់ប្រឡែងពេកខាប់ប្រឡែងពេក
ប៉ុន្តែមិនថ្មីទេចំណុចខ្វះខាតនេះបងនឹងខិតខំបង្ហាត់បង្រៀនបងអូនដើម្បីឲ្យបងអូនកែទម្លាប់ដែលច្រៀងឆាប់ប្រឡែងនេះចោលដើម្បីសិក្សានៅអ្វីដែលថ្មីហើយល្អសម្រាប់អភិវឌ្ឍខ្លួនឯងបន្តទៀតអរគុណច្រើន ចាស្រីការធ្វើបានល្អក្នុងថ្ងៃនេះបទចម្រៀងបេះដូងឯកាស្ទើរតែមិនដឹងថាម្ចាស់បទអោសគុណកញ្ញាទេពីព្រោះថាស្រីការបកស្រាយជាសម្លេងរបស់ខ្លួនផ្ទាល់តែម្ដងនេះគឺជាមូលហេតុដែលបង្រិតចុចយកចាហើយសម្រាប់នាងខ្ញុំវិញស្រីការមិនមិញកន្លែងដែលនាងខ្ញុំស្ដាប់មានកន្លែងបន្តិចទេតែពេលដែលឡើងស្រែកឡើងទៅរៀងស្រួយបន្តិចស្រីការអាចក្តោបមកវិញដើម្បីកុំឲ្យលឺស្រួយហើយដាច់ប្រឡែងចោលចានេះគ្រាន់តែជាចំណុចទូចទេហើយស្រីការធ្វើថ្ងៃនេះល្អច្រៀងបានល្អហើយជូនពរឲ្យជោគជ័យជាមួយនឹងបង្រិត អរគុណ ចា ចាស្រីការនៅសិក្សាឬមួយក៏ប្រកបមុខរបរអីហើយ ខ្ញុំនៅសិក្សាបង សម្រាប់ខ្ញុំយល់ដូចជាល្អច្រើនមែនតើយ៉ាងណាខ្ញុំជូនពរជាមួយនឹងបង្រិតខ្ញុំជឿជាក់ថាស្រីការធ្វើបានល្អជាងនេះទៀតចាអរគុណច្រើន ខ្ញុំសិន អរគុណផ្ដល់ភាពកក់ក្ដៅអរគុណចាស្រីការអរគុណ បងដូចថាមានអារម្មណ៍មួយគិតថាប្រហែលជាកញ្ញាផ្ដល់ជាខមមិនដែលល្អទៀតយើងភាំងផ្លែត ភាំងហ៎ បាទល្អសម្រាប់បងដែលនៅក្នុងក្រុមរបស់បងគឺបងចង់បានបេក្ខនារីបន្ថែមទៀត អូដៃកម្លាំងចិត្តកូនហេតុគុណដាក់បបកូន មិនចិត្តខ្លាំងប៉ុណ្ណាទៅខ្លាំងតែបើថាប្រចាំថ្ងៃឆ្លៃខ្លាំងទេ